រឿងរ៉ាវនៅក្នុងជីវិតនេះគឺពិតជាស្មុគស្មាញណាស់មានបញ្ហាមិនចេះចំរឿងមួយមិនទាន់ចប់សពគ្រប់ផងរឿងមួយទៀតក៏កើតឡើងជាបន្តបន្ទាប់ធ្វើឲ្យជីវិតនឿយហត់និងដោះស្រាយចិនក៏ចាប់ផ្ដើមខ្វល់ខ្វាយនឿយណាយធុញថប់គ្រប់រឿងរ៉ាវបង្កបង្កើនទៅជាវិបត្តិផ្លូវចិត្តព្រោះតែរវល់ខ្វល់កិនពីបញ្ហាទាំងអស់នោះរហូតដល់ពេលខ្លះចងខ្លួនឯងជួបជាមួយនឹងបញ្ហាស្រាយមិនចេញឬមិនរួចវាហាក់បីដូចជាការដាក់គប់និងធ្វើទារុណកម្មផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរអីចឹងតាមការពិតទៅរឿងរ៉ាវនៃបញ្ហាដែលកើតឡើងនៅក្នុងជីវិតបើកូនគិតទៅក្នុងផ្លូវវិជ្ជមានវាជាបទពិសោធន៍ជីវិតមួយដ៏សំខាន់ដែលធ្វើឲ្យជីវិតរបស់កូនមានសេចក្តីក្លាហាននិងប្រឈមមុខជាមួយនឹងវាហើយវាក៏ធ្វើឲ្យកូនរឹងមាំក្នុងការច្បាំងតតាំងជាមួយនឹងបញ្ហាទាំងអស់នោះផងដែរបញ្ហាកើតឡើងនៅក្នុងជីវិតកាន់តែច្រើនជីវិតកូនក៏កាន់តែរឹងមាំក្នុងការដោះស្រាយកូនត្រូវតែរៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពឲ្យចិត្តកូនបានស្រស់ស្រាយរីករាយជាមួយនឹងពិភពខាងក្រៅខ្លះថាតើវាស្រស់ស្អាតយ៉ាងណាឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតតទៅទៀតទៅរស់នៅដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផងកុំរស់នៅប្រមូលតែបញ្ហាមកដាក់ក្នុងចិត្តនោះតើឲ្យជីវិតនេះមានន័យយ៉ាងម៉េចទៅបញ្ហាណាដោះស្រាយបានក៏ដោះស្រាយទៅបញ្ហាណាដោះស្រាយមិនបានទេទុកសិនទៅខ្វល់ច្រើនគិតច្រើនបង្កើនតែបញ្ហាថែមទីទេកូនសមុទ្រតែមានរលកពពកតែរសាន់តើទៅហាមឃាត់មិនដេចនឹងបានវាប្រៀបបីដូចជាជីវិតដែលតែងតែមានបញ្ហាអ្នកណាដែលថាកិច្ចផុនគឺមិនមានទោះបីជារត់ទៅដល់ទីណាក៏នៅតែមានបញ្ហាដូច្នេះឈប់ចងខ្លួនឯងជួបនៅក្នុងភពនៃបញ្ហាទៀតទៅ